បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានពាក្យមួយចង់ចែករំលែកទៅដល់បងប្អូនគេសួរថារ៉ូស៊ីនឹងជាអ្វីបាទពិតបងប្អូនមួយចំនួនធ្លាប់តែរ៉ូស៊ីតែមិនដឹងថារ៉ូស៊ីនឹងជាអ្វីទេណាតាមពិតទៅនិយមន័យរបស់រ៉ូស៊ីគឺរលុយយើងរ៉ូស៊ីគឺយើងរលុយបើមុខរបរណាដែលយើងរ៉ូទៅបានលុយអានឹងយើងរ៉ូស៊ីទៅបើរ៉ូទៅមិនបានលុយអានឹងយើងរ៉ូស៊ីខាតយើងប្រកាសលេងហៅអ្នករ៉ូស៊ីហើយគឺរ៉ូស៊ីខាតយើងប្រកាសតែឈប់រ៉ូអញ្ចឹងឲ្យតែបងប្អូនធ្វើទៅបានលុយណាអានឹងគឺរ៉ូស៊ីហើយអ្នកខ្លះយល់ច្រឡំថាខ្ញុំរ៉ូស៊ីដើម្បីសម្រេចក្តីបំណងចង់បើកហាងកាហ្វេចង់មានហាងកាហ្វេជារបស់ខ្លួនឯងចុះបើហាងកាហ្វេនឹងអត់បានចំណូលអត់មានលុយអញ្ចឹងបងប្អូនគិតមិនវិញប្រកាសជាបាត់ហើយក្តីសម័យអីក៏ដោយក៏ត្រូវបាត់ដែរតែបើមុខរបរនឹងរ៉ូទៅបានលុយប្រកាសជាប្រឹងរ៉ូថែមទៀតហើយអត់នៅស្ងៀមទេបាទរ៉ូស៊ីគឺរលុយបើបានលុយគឺត្រូវតែរ៉ូហើយមួយទៀតសួរថាលុយនៅណាលុយនៅជាមួយមនុស្សណាបើយើងរ៉ូស៊ីជាមួយអីវ៉ាន់អូខេអីវ៉ាន់มันអាចយកលុយពីមនុស្សបានទេអញ្ចឹងយើងត្រូវលក់អីវ៉ាន់នឹងទៅឲ្យមនុស្សលក់កាហ្វេត្រូវលក់កាហ្វេនឹងទៅឲ្យមនុស្សអញ្ចឹងលុយជាមួយមនុស្សធ្វើម៉េចឲ្យមនុស្សនឹងដកលុយពីកប៉ៅគេយកមកឲ្យយើងបានលុះត្រាណាតែគេមានតម្រូវការឬក៏គេពេញចិត្តជាមួយនឹងសេវាកម្មរបស់យើងឬក៏ផលិតផលរបស់យើងហើយធ្វើឲ្យគេទិញធ្វើឲ្យគេមានចំណង់ទិញអញ្ចឹងគេប្រកាសជាដកលុយពីកប៉ៅគេដាក់ក្នុងកប៉ៅរបស់យើងបាទអញ្ចឹងរ៉ូស៊ីគឺរលុយអញ្ចឹងដើម្បីឲ្យបានលុយគឺត្រូវតែឲ្យមានមនុស្សទិញផលិតផលរបស់យើងហើយធ្វើម៉េចឲ្យគេទិញអានឹងវាជាបច្ចេកទេសនៃការលក់តែបងប្អូនត្រូវរៀនតិចទៅបាទអញ្ចឹងកុំភ្លេចរ៉ូស៊ីគឺរលុយអាក្តីបំណងក្តីសុបិនអីអានឹងទុកលើឡៃទៅណាតែអត់បានលុយអាក្តីសុបិនបិទដាក់ទាំងអស់ហ្នឹងអូខេអរគុណច្រើនបាយបាយ